តើអ្នកដឹងទេថាហេតុអ្វីបានជាផ្កាដំបងរបស់ដើមត្រប់មិនគួរទុកថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយនេះនៅពេលដែលដើមត្រប់ចេញផ្កាដំបងបង្អស់យើងត្រូវតែកាត់មែកខ្នែងខាងក្រោមចេញឲ្យអស់បើមិនធ្វើបែបនេះទេសត្វល្អិតចង្រៃនឹងមកស៊ីបំផ្លាញរហូតដល់រលួយឫសចំពោះដើមទេវិញក៏មានលក្ខណៈដូចគ្នាដែរពេលវាចេញផ្កាដំបងយើងត្រូវបេះស្លឹកខាងក្រោមចេញឲ្យអស់ធ្វើបែបនេះទើបសារធាតុចិញ្ចឹមអាចរត់ទៅចិញ្ចឹមផ្នែកខាងលើបានល្អដល់ពេលវាហុចផលផ្លែម្ទេសនឹងដុះមកទាំងធំនិងមានចំនួនច្រើនគួរឲ្យកត់សម្គាល់ឲ្យដំណាំនងក៏មិនខុសគ្នាដែរនៅពេលដើមវាដុះស្លឹកបាន5 សន្លឹកយើងត្រូវបេះត្រួយចោលភ្លាមក្រោយពេលបេះត្រួយមែកមេនឹងដុះមែកខ្នែងថ្មីបន្ថែមទៀតវិធីនេះនឹងជួយឲ្យនងហុចផលផ្លែផ្កាច្រើនរហូតដល់ដិតតាមឡានមិនអស់ចុងក្រោយគឺសណ្ដែកគួរពេលដុះបាន6 សន្លឹកត្រូវបេះចុងត្រួយវាដូចគ្នាធ្វើបែបនេះមែកខ្នែងនឹងដុះចេញមកកាន់តែច្រើនមែកខ្នែងកាន់តែច្រើនផ្លែសណ្ដែកគួរក៏កាន់តែដុះមកណែនណាន់តាមតាប់បច្ចេកទេសល្អខ្ញុំប្រាប់អស់ហើយកុំភ្លេចចុច like ឲ្យខ្ញុំម្នាក់មួយផងណាតើអ្នកដឹងទេថាដបជ័រដែលមិនប្រើអាចច្នៃធ្វើជាកន្លែងដាំបន្លែបានយ៉ាងស្អាតថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីវិធីងាយមួយនេះដំបូងយើងត្រូវប្រមូលដបទឹកជ័រដែលចាស់មិនប្រើប្រាស់បន្ទាប់មកយកកន្ត្រៃមកកាត់ដបនោះជាពីរតែមិនឲ្យដាច់ចេញពីគ្នាឡើយយើងត្រូវចោះរន្ធតូចនៅផ្នែកខាងក្រោមនិងខាងលើដបដើម្បីជួយបង្ហូរទឹកបន្ទាប់ពីចោះរន្ធរួចយើងចាប់ផ្ដើមរៀបចំដាក់ដីនៅក្នុងដីនោះយើងបានលាយជាមួយកំទេចអង្កាមនិងផេះកំទេចឈូងសារធាតុទាំងនេះនឹងជួយឲ្យដីមានភាពធូរនិងរក្សាសារធាតុចិញ្ចឹមបានល្អយើងចាប់ផ្ដើមច្រកដីដែលលាយរួចចូលទៅក្នុងដបជ័រនីមួយនៅពេលដាក់ដីរួចរាល់យើងយកកូនបន្លែបៃតងមកដាំចូលក្នុងដបបន្ទាប់មកយកដបបន្លែទាំងនោះទៅចងព្យួរនៅលើរ៉ាកែតឈើឬដើមពិន័យយើងរៀបចំវាជាជួរឲ្យមានរបៀបរៀបរយនិងស្អាតភ្នែកវិធីនេះមិនត្រឹមតែសន្សំសំចៃកន្លែងដាំដុះទេថែមទាំងមើលទៅមានសោភ័ណភាពទៀតផងនៅពេលកូនបន្លែចាប់ផ្ដើមដុះលូតលាស់កាន់តែធំយើងត្រូវចាំបាច់បន្ថែមជីធម្មជាតិនិងស្រោចទឹកជាប្រចាំគ្រាន់តែថែទាំមួយរយៈពេលខ្លីវានឹងដុះលូតលាស់បានយ៉ាងល្អឃើញទេបច្ចេកទេសញីទទួលបានបន្លែបៃតងធម្មជាតិសម្រាប់បរិភោគបាត់ទៅហើយតោះមកមើលពីបច្ចេកទេសដាំដុះចម្រុះរវាងពោតនិងម្ទេសវីដេអូនេះបង្ហាញពីបច្ចេកទេសកសិកម្មវៃឆ្លាតក្នុងការដាំដុះចម្រុះដោយកសិករធ្វើការបេះស្លឹកពោតចេញដើម្បីឲ្យពន្លឺថ្ងៃចាំងចូលទៅដល់ដើមម្ទេសនៅខាងក្រោមក្រោយពេលប្រមូលផលពោតរួចដើមពោតដែលនៅសល់ត្រូវបានច្នៃធ្វើជាបង្គោលធម្មជាតិសម្រាប់ចងទប់ដើមម្ទេសកាត់បន្ថយការចំណាយនិងបង្កើនទិន្នផលទ្វេដងលើដីតែមួយដុំបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីកសិកម្ម Summary គោលបំណងគឺការប្រើប្រាស់វិធីសាស្ត្រដាំដុះចម្រុះដើម្បីប្រមូលផលដំណាំពីរមុខក្នុងពេលតែមួយលើផ្ទៃដីដែលកសិករបានគ្រប់គ្រងការលូតលាស់នៃដំណាំពោតនិងម្ទេសដោយការច្នៃប្រឌិតខ្ពស់ដើម្បីកាត់បន្ថយថ្លៃដើមលើសម្ភារៈបង្គោលទ្រទ្រង់វិស័យកសិកម្មទំនើបបែបចម្រុះ Summary ការគ្រប់គ្រងការដាំដុះដំណាំរួមផ្សំនឹងការច្នៃប្រឌិតកសិកម្មនៅតាមសហគមន៍កសិករដែលផ្ដោតលើការបង្កើនទិន្នផលដីអ្នកជំនាញបច្ចេកទេសកសិកម្មច្នៃប្រឌិត Summary កសិករឬអ្នកណែនាំបច្ចេកទេសដាំដុះដែលមានជំនាញក្នុងការរៀបចំប្រព័ន្ធដំណាំចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិឲ្យអស់លទ្ធភាព